ចាជំរាបសួរពុកម៉ែបងប្អូនអញ្ចឹងវាមកជួបគ្នាជាមួយនឹងវីដេអូថ្មីនៅក្នុងថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកពាក្យពន្ធទៅនឹងការថែទាំនិងព្យាបាលវិទ្យាសាស្ត្រដែលបសសមានរាប់បញ្ចូលពាក្យថាមានរាប់បញ្ចូលនៅទីនេះគឺសំដៅទៅដល់សេវាទាំងឡាយណាដែលបសសមិនចេញថ្លៃព្យាបាលជូនបងប្អូនដែលជាសមាជិកបសសនោះទេចាអញ្ចឹងយោងទៅតាមប្រកាស235ចុះថ្ងៃទី5ខែ11ឆ្នាំ2024ដែលបានចែងពាក្យពន្ធទៅនឹងសេវាថែទាំនិងព្យាបាលវិទ្យាសាស្ត្រដែលបសសមានរាប់បញ្ចូលនៅក្នុងនោះគឺមានការព្យាបាលចំនួន14ចំណុចដែលបសសមិនចេញថ្លៃព្យាបាលនោះទេចាដែលបានជម្រាបជូនអញ្ចឹងនៅក្នុងប្រកាស235ចុះឆ្នាំ2024ពាក្យពន្ធនឹងការថែទាំវិទ្យាសាស្ត្រដែលបសសមានរាប់បញ្ចូលចំណុចទី1គឺការព្យាបាលដែលឥតគិតថ្លៃនៅក្នុងដែលមាននៅក្នុងគោលនយោបាយសុខាភិបាលសាធារណៈមានន័យថាការព្យាបាលទាំងឡាយណាដែលក្នុងគោលនយោបាយសុខាភិបាលសាធារណៈឥតគិតថ្លៃគឺបសសមិនចេញជូននោះទេឧទាហរណ៍ដូចជាការព្យាបាលជំងឺអេដការព្យាបាលជំងឺរបេងឬក៏ការចាក់វ៉ាក់សាំងបង្ការសម្រាប់កុមារជាដើមគឺនៅក្នុងគោលនយោបាយសុខាភិបាលឲ្យមានគិតថ្លៃទេអញ្ចឹងបសក៏មិនចេញថ្លៃការព្យាបាលទៅលើសេវាកម្មទាំងអស់នឹងដែរចំណុចទី2គឺការថែទាំធ្មេញដូចជាការលាងសម្អាតធ្មេញការប៉ះធ្មេញឬក៏ការដាក់ធ្មេញសេវាកម្មហ្នឹងក៏បសសមិនចេញថ្លៃលើការធ្វើសេវាកម្មទាំងអស់នឹងដែរតែបើក្នុងករណីបងប្អូនឈឺធ្មេញចង់ទៅដកធ្មេញឬក៏ទៅព្យាបាលធ្មេញគឺបសសចេញជូនធម្មតាទេតែបើក្នុងករណីយើងចង់ធ្វើការលាងសម្អាតធ្មេញឲ្យស្អាតឬក៏ចង់ប៉ះកុំឲ្យមានប្រហោងធ្មេញឬក៏ចង់ទៅដាក់ធ្មេញឲ្យស្អាតហ្នឹងគឺបសសមិនចេញទៅលើសេវាកម្មទាំងអស់នឹងទេចា៎ចឹងចំណុចទី3គឺការព្យាបាលនិងការវះកាត់ប្ដូរភេទចំពោះបងប្អូនដែលគាត់ចង់ធ្វើការវះកាត់ប្ដូរភេទនៅក្នុងសេវាកម្មហ្នឹងក៏បសសមិនចេញទៅលើការធ្វើសេវាកម្មទាំងអស់ហ្នឹងដែរចំណុចទី4គឺការផ្សំឬក៏ការបដូរសរីរាង្គផ្សេងៗចឹងចំពោះការវះកាត់បដូរសរីរាង្គផ្សេងៗឬក៏ការបន្ស៊ាំសរីរាង្គផ្សេងៗនៅក្នុងរាងកាយរបស់យើងនឹងគឺបសមិនចេញទៅលើការធ្វើសេវាកម្មទាំងអស់នឹងទេចំណុចទី5គឺសេវាបង្កកំណត់ដោយសិប្បនិម្មិតអញ្ចឹងចំពោះបងដែលគាត់ចង់មានការបង្កើតកំណត់ដោយសិប្បនិម្មិតហ្នឹងគឺសេវាកម្មហ្នឹងក៏បសមិនចេញលើការធ្វើសេវាកម្មទាំងអស់នឹងជូនដែរចាអានឹងគឺយើងចេញថវិកាផ្ទាល់ខ្លួនណាចាចំណុចបន្តគឺការព្យាបាលដោយខ្លួនឯងការព្យាបាលដោយខ្លួនឯងសំដៅទៅដល់យើងមិនទៅព្យាបាលនៅពេទ្យទេគឺយើងនៅផ្ទះយើងទិញថ្នាំទិញអីសម្រាប់ការព្យាបាលខ្លួនឯងហ្នឹងក៏បសសមិនចេញទៅលើការចំណាយទាំងអស់នឹងជូនបងដែរចាអញ្ចឹងបើឈឺអាចអញ្ជើញទៅពេទ្យបានចាចំណុចទី7គឺការព្យាបាលវះកាត់ដើម្បីជាប្រយោជន៍នៃការកែលម្អផ្នែកណាមួយនៃរាងកាយមានន័យថាយើងវះកាត់ដើម្បីកែសម្ផស្សណាកែសម្ផស្សឲ្យយើងមានរូបរាងកាយស្អាតជាងមុនចំណុចនេះក៏បសសមិនចេញទៅលើការធ្វើសេវាកម្មដែរចាចំណុចទី8គឺការវះកាត់ដាក់គ្រាប់ភ្នែកសិប្បនិម្មិតឧបករណ៍ជំនួយភ្នែកនិងភ្នែកសិប្បនិម្មិតហ្នឹងក៏បសសមិនចេញទៅលើការធ្វើសេវាកម្មនឹងដែរចាតែបើយើងឈឺភ្នែកអីយើងអាចអញ្ជើញទៅពេទ្យដើម្បីធ្វើការពិនិត្យនិងទទួលការព្យាបាលបានចាចំណុចទី9គឺការព្យាបាលដោយកាំរស្មីឡាស៊ែចំណុចនេះក៏បសសមិនចេញទៅលើការធ្វើសេវាកម្មដែរប៉ុន្តែនៅតាមមន្ទីរពេទ្យមួយចំនួនក៏មានចុះកិច្ចព្រមព្រៀងសម្រាប់ការបាញ់កាំរស្មីឡាស៊ែនឹងដែរអញ្ចឹងតែពេទ្យមួយចំនួនក៏អត់មានដែរណាបងប្អូនចាចំណុចទី10គឺការព្យាបាលគ្រឿងសូរ៉ានិងការផ្ដាច់គ្រឿងញៀនអញ្ចឹងនៅក្នុងសេវាកម្មនេះក៏បសសមិនចេញទៅលើការព្យាបាលជូនបងប្អូនដែរចាចំណុចទី11គឺការវះកាត់បេះដូងនិងសរសៃឈាមបេះដូងចាក៏បសសមិនចេញទៅលើការព្យាបាលនៃសេវាកម្មនឹងដែរចំណុចទី12គឺការលេងឈាមចាអញ្ចឹងយើងឃើញថាបច្ចុប្បន្ននេះមានកំណើននៃការលេងឈាមច្រើនមែនទែនហើយជាបងប្អូនចង់ឲ្យមានសេវាកម្មនឹងសម្រាប់ការជួយសម្រាលបន្ទុកលើការចំណាយណាចាប៉ុន្តែបើផ្ទាល់ពីនេះជើងអត់ទាន់ដើរទៅដល់ទេគឺមិនទាន់មានការអនុវត្តទៅលើការចេញសេវាកម្មទៅលើការលាងឈាមនោះទេយើងសង្ឃឹមថាទៅមុខទៀតនឹងអាចមានប៉ុន្តែក៏មិនប្រកាសដែរណាយើងរងចាំមើលទាំងអស់គ្នាចាចំណុចទី14គឺការពិនិត្យសុខភាពទូទៅ
អញ្ចឹងចំពោះបងប្អូនដែលគាត់អត់មានជំងឺទេប៉ុន្តែគាត់ចង់ទៅពិនិត្យសុខភាពគាត់មើលថាតើបញ្ហាសុខភាពរបស់គាត់ដល់ដំណាក់កាលណាហើយតើមានជំងឺអីអត់ហ្នឹងគឺខាងបសសមិនទាន់មានទៅលើការចេញលើសេវាកម្មនឹងទេចាអញ្ចឹងបើសិនជានៅក្នុងករណីបងប្អូនឈឺគឺអាចអញ្ជើញទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យរបស់ដៃគូបសសបានណាចាតែចំពោះបើសិនជាក្នុងករណីយើងអត់មានជំងឺអីទេយើងគ្រាន់តែចង់ទៅឆែកមើលចាអញ្ចឹងចំណុចបញ្ហាសុខភាពនេះគឺបសសអត់ទាន់មានសេវាកម្មនឹងទេចាអត់ទាន់ចេញថ្លៃព្យាបាលឬក៏ចេញថ្លៃការពិនិត្យនឹងទេចាប្រហែលជាមានមតិរបស់បងប្អូនមួយចំនួនមានចម្ងល់ថាតែហេតុអ្វីបានជាបសសមិនចេញថ្លៃព្យាបាលទៅលើជំងឺទាំង14មុខនោះចាជាធម្មតានៅក្នុងការអនុវត្តនីមួយៗគឺតែងតែមានជំហានពាក់ព័ន្ធទៅនឹងការប្រែប្រួលទៅខាងមុខទៀតថាតើថ្ងៃខាងមុខតើបសសនឹងចេញថ្លៃព្យាបាលលើសេវាកម្មណាមួយបន្ថែមនៅក្នុងចំណុច14មុខនោះគឺយើងចាំមើលទាំងអស់គ្នាតែនៅពេលនេះគឺយើងមិនទាន់មានការប្រែប្រួលអ្វីនោះទេពាក់ព័ន្ធទៅនឹងសេវាកម្មទាំង14មុខនេះគឺបសសមិនចេញជូនទេតែបើសិនជាស្ថិតនៅក្នុងលក្ខខណ្ឌនៃការសង្គ្រោះបន្ទាន់គឺបសសចេញជូនធម្មតាទេចាអញ្ចឹងនៅក្នុងវីដេអូចែករំលែករបស់ខ្ញុំមានតែប៉ុណ្ណឹងនៅក្នុងថ្ងៃហ្នឹងហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយអរគុណសូមកុំភ្លេចជួយចុច Subscribe នៅក្នុង Channel YouTube របស់ខ្ញុំផងចាអរគុណ